អ្នកបម្រើម្នាក់បាននិយាយអាក្រក់ពីចៅវាយស្រីរបស់នាងទាំងដែលចៅវាយស្រីនៅឈរនៅពីមុខស្ត្រីជាចៅវាយបានទៅវិញថាហ៊ាននិយាយអាក្រក់ពីខ្ញុំប្រយ័ត្នធ្មេញនាងជ្រុះអស់ទៅមួយវិនាទីក្រោយមកអ្នកបម្រើបានដួលទៅលើដីភ្លាមហើយធ្មេញរបស់នាងក៏ជ្រុះអស់មែនឃើញដូច្នេះអ្នកបម្រើផ្សេងទៀតក៏រត់គេចខ្លួនម្នាក់ម្ដងពួកគេនឹកស្មានមិនដល់ថាសម្ដីរបស់ចៅវាយស្រីអាចក្លាយជាការពិតស្ត្រីរូបនេះពីដើមជាមេក្រុមចោរប៉ុន្តែនៅពេលដែលនាងហៀបនឹងរស់នៅក្នុងជីវិតធម្មតានាងបែរជាចៃដន្យឲ្យបានធ្វើដំណើរចូលទៅក្នុងប្រឡោមលោកដែលនាងធ្លាប់បានអានទៅវិញមិនត្រឹមតែប៉ុណ្ណោះនាងបានក្លាយជាតួអង្គអាក្រក់នៅក្នុងសៀវភៅនោះរឿងតែមួយគត់ដែលធ្វើឲ្យស្ត្រីរូបនេះសប្បាយចិត្តគឺនាងបានទទួលសមត្ថភាពក្នុងការធ្វើឲ្យសម្ដីរបស់នាងក្លាយជាការពិតប្រសិនបើអ្នកណាម្នាក់ហ៊ានបង្កហេតុជាមួយនាងអ្វីដែលនាងត្រូវធ្វើគឺគ្រាន់តែនិយាយហើយនាងអាចដាក់ទោសពួកគេបាននៅពេលនោះអ្នកបម្រើម្នាក់បានមកជូនដំណឹងថាប្តីរបស់ស្ត្រីរូបនេះបានត្រឡប់មកវិញហើយដោយសារមិនដែលបានជួបមុខស្វាមីពីមុនមកស្ត្រីរូបនោះក៏ប្រញាប់ទៅមើលប៉ុន្តែនាងនឹកស្មានមិនដល់ថាប្តីរបស់នាងសង្ហាខ្លាំងបែបនេះទេទោះជាយ៉ាងណាភ្លាមនៅពេលដែលបុរសនោះចូលបន្ទប់គាត់បានទាមទារលែងលះហេតុផលគឺមានអ្នកណាម្នាក់បានលួចកែច្នៃឡានរបស់គាត់បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ហើយផុសតាងទាំងអស់បានចង្អុលទៅស្ត្រីជាភរិយាគាត់បានប្រាប់នាងថានាងអាចទទួលបាន$10 លានអាមេរិកដរាបណានាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះស្ត្រីរូបនោះមិនអាចទប់ចិត្តត្អូញត្អែក្នុងចិត្តបានថាក្នុងនាមជាអ្នកមានបំផុតនៅក្នុងទីក្រុងបុរសនោះបែរជាផ្ដល់ឲ្យនាងត្រឹមតែ$10 លានអាមេរិកសោះប៉ុន្តែនាងនឹកស្មានមិនដល់ថាគំនិតរបស់នាងត្រូវបានបុរសនោះឬគាត់ក៏សួរជំនួយការរបស់គាត់ភ្លាមថាតើគាត់បាននៅអ្វីចម្លែកដែរឬទេជំនួយការបាននិយាយថាគាត់មិនបាននៅអ្វីទេពេលនេះស្ត្រីរូបនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះរួចហើយប៉ុន្តែបុរសនោះមានអារម្មណ៍ងឿងឆ្ងល់យ៉ាងណាមិញស្ត្រីរូបនោះធ្លាប់តាមស្រឡាញ់គាត់អស់រយៈពេល5ឆ្នាំហើយដើម្បីរៀបការជាមួយគាត់នាងថែមទាំងបានអង្វរជីតារបស់គាត់សម្រាប់រៀបការតាមគ្រួសារទៀតផងបុរសនោះមិនអាចយល់បានថាហេតុអ្វីបានជានាងយល់ព្រមលែងលះលឿនយ៉ាងនេះបន្ទាប់មកគាត់ក៏បានលើគំនិតរបស់នាងម្ដងទៀតស្ត្រីរូបនោះបានសម្រេចចិត្តថាបន្ទាប់ពីលែងលះនាងនឹងជួលបុរសជាតារាបង្ហាញម៉ូដ18នាក់មកបម្រើនាងបុរសនោះទីបំផុតបានដឹងថាគាត់ធ្លាប់បានលើគំនិតរបស់ស្ត្រីរូបនេះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផែនការរបស់នាងដែលគាត់បានស្នើឲ្យជំនួយការរបស់គាត់នាំគាត់ត្រឡប់ទៅបន្ទប់វិញភ្លាមឃើញស្វាមីរត់ចេញភ្លាមស្ត្រីរូបនោះក៏ងឿងឆ្ងល់នាងកំពុងរង់ចាំទទួលយកប្រាក់សំណងលែងលះហើយទៅដើរកំសាន្តប៉ុន្តែឥឡូវនេះស្វាមីរបស់នាងហាក់ដូចជាបដិសេធស្ត្រីរូបនោះបានគិតអំពីលុយទាំងអស់ដែលនាងនៅសល់ក្នុងពិភពពិតហើយបានសម្រេចចិត្តរកវិធីដើម្បីត្រឡប់ទៅរកជីវិតដើមរបស់នាងវិញនាងដឹងថាសម្ដីរបស់នាងមានអំណាចវេទមន្តដូច្នេះនាងបានឈរនៅលើយ៉រហើយស្រែកថានាងចង់ឲ្យពិភពលោកត្រូវបានបំផ្លាញក្នុងវិនាទីបន្ទាប់ខ្យល់បក់បោកខ្លាំងពិតជាបានចាប់ផ្ដើមបក់នៅជុំវិញនាងមែននាងរំភើបដោយគិតថាប្រសិនបើពិភពលោកនៅក្នុងប្រឡោមលោកនេះត្រូវបានបំផ្លាញនាងនឹងវិលត្រឡប់ទៅរកជីវិតពិតរបស់នាងវិញប៉ុន្តែបន្ទាប់មករន្ទះបានបាញ់មកលើនាងហើយស្ត្រីរូបនោះក៏ដួលទៅលើដីភ្លាមអ្នកបម្រើក្នុងផ្ទះប្រញាប់ទៅរកនាងដោយគិតថានាងមិនអាចទប់ទល់នឹងផលប៉ះពាល់ផ្លូវចិត្តនៃការលែងលះបានដោយដឹងថាពួកគេមិនអាចត្រឡប់ទៅការពិតវិញបានស្ត្រីរូបនោះបានសម្រេចចិត្តថានឹងទទួលបានប្រាក់សំណងលែងលះពីស្វាមីរបស់នាងមិនថាមានរឿងអ្វីនោះទេដើម្បីឲ្យស្វាមីរបស់នាងស្អប់នាងបានហុចពេញទឹកក្តៅខ្លាំងទៅគាត់ដោយចេតនាទោះជាយ៉ាងណាក៏ដោយបុរសនោះបានផឹកវាដោយគ្មានការរអ៊ូទាំហើយស្ត្រីរូបនោះគិតថានាងបានធ្វើខុសដូច្នេះនាងក៏ចាក់ទឹកក្តៅមួយពេងឲ្យខ្លួនឯងប៉ុន្តែនាងក៏ត្រូវរលាកភ្លាមឃើញវិធីនេះមិនបានផលស្ត្រីរូបនោះចង់ប្រើមន្តអាគមរបស់នាងដើម្បីលេងសើចប្តីរបស់នាងបាននិយាយដោយចេតនាថាមានគុម្ពោតច្រើនណាស់នៅក្នុងផ្ទះប្រកាសជាមានពស់នៅក្នុងនោះហើយជើងប្តីរបស់ខ្ញុំមិនសូវស្រួលឥឡូវនេះវានឹងអាក្រក់បើគាត់ត្រូវពស់ចឹកមិនយូរប៉ុន្មានពស់ក៏លេចឡើងប៉ុន្តែសត្វដែលវាចង់ចឹកគឺជានាងស្ត្រីរូបនោះភ័យស្លន់ស្លោក៏បោះពស់ចោលហើយបន្ទាប់មកសន្លប់ដោយសារតែការភ័យខ្លាច